Hello សួស្តីអ្នកទាំងអស់គ្នានេះជារឿងដំបូងនៃខ្ញុំនិពន្ធខ្លួនឯងហើយខ្ញុំក៏មិនបានដាក់រូបអីច្រើនប្រហែលដែរខ្ញុំចង់បញ្ជាក់ពីឈ្មោះរបស់តួអង្គតួឯកស្រីមានឈ្មោះថាយូមីតួដែលគឺជាអ្នកបម្រើគឺមានឈ្មោះថាលីយ៉ាហើយតួឯកប្រុសរបស់យើងគឺមានឈ្មោះថាស៊ូឥឡូវយើងចូលសាច់រឿងយើងហ្មងទៅសាច់រឿងចាប់ផ្ដើមឡើងនៅក្នុងសាលារៀនមួយណែតើឯងដឹងដែរទេថាមនុស្សស្រីម្នាក់នោះគឺបានមករៀនវិញហើយនាងរៀនស្អីទៅនាងគឺគិតតែពីធ្វើបាបគេទេនាងគឺជាមនុស្សស្រីដែលអាក្រក់ជាងគេនៅក្នុងសាលានេះខ្ញុំក៏ពិតជាសោកនាងណាឯងនិយាយស្អីចឹងបើឯងមិនចង់ខ្លាចជនរងគ្រោះទេចាប់បិទមាត់ទៅហើយតួឯកស្រីក៏បានដើរចូលមកដោយពាក់ឈុតពណ៌ក្រហមគឺសិចស៊ីខ្លាំងមែនទែនដែលមិនសមយិសិស្សសាលាទៅតែសោះនាងបានដើរចូលមកជាមួយនឹងអ្នកបម្រើរបស់នាងម្នាក់ដែលមានឈ្មោះថាលីយ៉ាហើយនាងក៏កន្លែងទៅមើលមនុស្សស្រីទាំងពីរនាក់ដែលនិយាយដើមនាងអំបញ្ញមិញនេះផងដែរនាងក៏និយាយទៅថានេះតើពួកឯងកំពុងតែធុញថប់នឹងជីវិតមែនដែរទេដោយសូមបញ្ជាក់ថាតួឯកស្រីរបស់យើងគឺមានឈ្មោះថាយូមីដល់ម៉ោងដែលចេញពីរៀនយូមីក៏បានបញ្ជាឲ្យលីយ៉ាចាប់មនុស្សស្រីទាំងពីរនាក់នោះមកឲ្យលុតជង្គង់ចំពោះមុខនាងយូមីនិយាយថានេះតើពួកឯងគឺជាអ្នកនិយាយដើមយើងឯងតើពួកឯងគិតថារស់នៅក្នុងសាលានេះតែមានក្តីសុខណាស់ហ៎ម្ដងនេះយើងនឹងឲ្យឯងដឹងថាតើឯងកំពុងតែលេងជាមួយនឹងអ្នកណាស្រីទាំងពីរនាក់នោះក៏និយាយថានេះតើឯងចង់យ៉ាងម៉េចខ្ញុំស្អប់ឯងខ្លាំងណាស់តើឯងចង់ធ្វើស្អីខ្ញុំឯងហ៊ានតែធ្វើស្អីខ្ញុំនឹងប្រាប់លោកគ្រូហើយយូមីក៏បានតបទៅវិញថាឯងចង់ប្រាប់លោកគ្រូឯងតើលោកគ្រូអាចជួយឯងបានខ្លះទៅខ្ញុំប្រមានឯងប្រាប់អ្នកណាក៏គ្មានអ្នកណាអាចជួយឯងបានដែរទោះឯងប្រាប់លោកគ្រូយ៉ាងច្រើនណាស់ក៏ដាក់ទោសខ្ញុំបន្តិចតែឯងប្រហែលជាត្រូវធ្ងន់ណាស់ស្រីទាំងពីរនាក់នោះក៏បានស្រែកថាអត់ទេកុំធ្វើអីខ្ញុំកុំពេលដែលលឺស្លេងស្រែកមែននេះពួកឯងប្រុសរបស់យើងបានដើរកាត់ដាំក៏បានចូលមកមើលហើយក៏និយាយថាតើពួកនាងកំពុងធ្វើអីដល់ឃើញយមមីរបស់យើងកំពុងតែឲ្យទីយ៉ាវាយដំទៅលើស្រីម្នាក់ដែលនិយាយដើមនាងនោះហើយតួឯងប្រុសយើងក៏បានសួរថាតើនាងកំពុងធ្វើអីទៀតហើយយមមីនេះនាងចូលរៀនភ្លាមក៏បង្ហាញពីអំណាចរបស់នាងហើយយមីរបស់យើងក៏បានងាកមកហើយក៏និយាយថាតើជារឿងរបស់លោកមែនដែរទេខ្ញុំធ្វើបាបនាងមិនបានធ្វើបាបលោកឡើយតែមកតើឯប្រុសរបស់យើងក៏បានដើរចូលទៅហើយក៏បានបញ្ឈប់លីយ៉ាហើយក៏និយាយថាតែនាងជាសិស្សប្អូនរបស់ខ្ញុំមិនឲ្យនាងធ្វើបាបទេយមីក៏បាននិយាយថាជាសិស្សប្អូនរបស់លោកគ្មានពាក់ព័ន្ធនឹងខ្ញុំផងខ្ញុំចង់ធ្វើអីក៏បានដែរឯប្រុសរបស់យើងដូចថានិយាយយមីអត់ស្ដាប់ហើយក៏បានបីស្រីម្នាក់នោះដើរចេញបាត់ទៅនៅពេលតួឯប្រុសរបស់យើងបានដើរទៅផនយមីក៏បាននិយាយថានេះតើលោកបារម្ភនាងខ្លាំងណាស់នាងប្រកាសជារស់មិនស្រួលទេនៅថ្ងៃអនាគតនោះហើយលីយ៉ាក៏បានថាយមីថានាងចង់ធ្វើអីក៏មកពាក់ព័ន្ធជាមួយនឹងខ្ញុំប្រើខ្ញុំហើយបែរជាមកធ្វើជារឹកអន់ទៅវិញបើមិនដោយសារនាងព្យាបាលប្អូនស្រីរបស់ខ្ញុំទេខ្ញុំក៏មិនមកការពារនាងដូច្នេះដែរហើយយមីក៏បានដើរចេញទៅហើយក៏និយាយថាឯងចាំពាក់គុណខ្ញុំដែលខ្ញុំបានជួយប្អូនរបស់ឯងចឹងឯងគ្មានសិទ្ធិតមកនឹងខ្ញុំទេខ្ញុំឲ្យឯងធ្វើអីឯងក៏គ្មានសិទ្ធិប្រកែកដែរលីយ៉ាក៏បានដើរតាមទាំងមិនពេញចិត្តទៅតែសោះបន្ទាប់ទៅយមីក៏បានទៅផ្ទះរបស់នាងនៅពេលដែលទៅដល់ផ្ទះអ្នកបម្រើទាំងអស់នៅក្នុងផ្ទះនោះគឺពិតជាមិនចូលចិត្តយមីនោះទេព្រោះថាយមីគឺជាមនុស្សដែលគេកាងគឺពិតជាមានអំណត់ខ្លាំងមែនទែនអ្នកណាធ្វើទាស់ចិត្តនាងបន្តិចក៏នាងសម្លាប់ចោលដែរចឹងតែគឺគ្មានអ្នកណាចូលចិត្តនាងទេនៅក្នុងផ្ទះដ៏ល្វឹងល្វើយគឺមានតែនាងម្នាក់នៅពេលនាងញ៉ាំបាយហើយនៅនាងក៏បានដើរទៅបន្ទប់របស់នាងនៅពេលដែលដើរបានត្រឹមតែពាក់កណ្ដាលកម្មចិន្តានោះនាងក៏វិលមកហើយក៏បានទន់ជង្គង់ភ្លាមតែម្ដងតែនាងក៏ព្យាយាមសម្ដែងឲ្យមើលទៅដូចជាខ្លួនឯងរឹងមាំហើយក៏បានដើរទៅបន្ទប់របស់នាងបាត់ទៅចាឥឡូវភាគមួយរបស់យើងខ្ញុំសូមធ្វើតែប៉ុណ្្នឹងឯងបើសិនជាអ្នកទាំងអស់គ្នាចូលចិត្តអាចខមមិនប្រាប់ខ្ញុំបានខ្ញុំនឹងធ្វើភាគតឲ្យ